ទីនេះគឺជាប្រាសាទសាសនៈរតនមហាកាលដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវត្តព្រះធាតុហើយក៏ជាទីឋានដែលប្រារព្ធនៅពិធីបុណ្យកតញ្ញូមហាបុព្វវីរបុរសមហាបុព្វវីរនារីព្រះមនុស្សនាគទេពហើយពិធីបុណ្យនៃឆ្នាំនេះគឺជាខួបលើកទី18ហើយពុកម៉ែបងប្អូនវីដេអូមួយនេះគឺជាព្រឹកថ្ងៃទី1កម្មវិធីសំខាន់នៃកម្មវិធីបុណ្យនៅព្រឹកនេះគឺជាការរាប់បាតព្រះសង្ឃចំនួន21អង្គនៅមុខព្រះវិហារបណ្ណបន្ទាប់ពីកម្មវិធីរាប់បាតក៏នៅមានការសម្ដែងថ្វាយនៅសិល្បៈផ្សេងៗជាច្រើនទៀតកម្មវិធីបុណ្យចាប់ផ្ដើមអរុនសួស្ដីថ្ងៃហ្នឹងគឺយើងមកវត្តព្រះធាតុដើម្បីចូលរួមជាមួយនឹងពិធីបុណ្យកតញ្ញូបុព្វវីរបុរសបុព្វវីរនារីព្រះមនុស្សនាគទេពបាទគេធ្វើនៅក្នុងទីឋាននៃវត្តព្រះធាតុមកហើយជាមួយនឹងមកមួយម៉ាក់មួយអ៊ីអ៊ំតោះយើងចូលទៅទាំងអស់គ្នាផឹកនេះគឺជាផឹកថ្ងៃទី1ហើយគេមានកម្មវិធីរាប់បាតនៅខាងមុខនៃព្រះវិហារបណ្ណហើយថ្ងៃហ្នឹងគឺជាថ្ងៃទី1នៅពេលព្រឹកហ្នឹងគឺមានការរាប់បាតព្រះសង្ឃចំនួន21អង្គគឺលោកនិមន្តចេញពីព្រះវិហារបណ្ណនៃវត្តព្រះធាតុហ្នឹងគេរៀបតបហើយអ្វីបានដែរតែខ្ញុំមកបានទិញដូចជានេះមកព្រោះយើងហកបច្ច័យយកមកទៅស្រួលព្រោះយើងមកពីចម្ងាយអញ្ចឹងនៅពេលទៅដល់ភ្លាមហ្នឹងពុទ្ធបរិស័ទយើងបានរៀបតបតម្រៀបត្រៀបត្រានៅតាមគែមផ្លូវដើម្បីត្រៀមក្នុងការរាប់បាតហើយញាតិខាងខ្ញុំនេះក៏បានទិញផ្កាឈូកទៅថ្វាយព្រះយើងឡើងទៅពហិបន្តិចដើម្បីថ្វាយអង្គមព្រះអង្គហើយចាស់ក៏ទិញផ្កាហ្នឹងចង់សម្ដៅតែផ្កាឈូកបន្ទាប់ពីទិញផ្កាឈូកហើយគឺយើងយកផ្កាចែកគ្នាម្នាក់ម្ដងពីដើមទៅបន្ទាប់មកដើរសម្ដៅទៅព្រះវិហារបណ្ណងាកមកនិយាយអំពីវិហារបណ្ណវិញវិហារបណ្ណគឺជាទីសក្ការៈឋានដ៏ស័ក្តិសិទ្ធិមួយនៅក្នុងវត្តព្រះធាតុប្រជាពលរដ្ឋនៅក្នុងតំបន់នោះតែងតែមកធ្វើការបួងសួងសុំសេចក្តីសុខហើយកម្មវិធីនៅថ្ងៃនេះក៏បាននិមន្តព្រះសង្ឃចំនួន21អង្គដើម្បីរាប់បាតនៅក្នុងព្រះវិហារបណ្ណនេះផងដែរត្រីនឹងញាតនៅពេលដែលមកដល់ព្រះវិហារភ្លាមហ្នឹងគឺព្រះសង្ឃកំពុងសូត្រមន្តចម្រើនព្រះបរិត្តហើយប៉ុន្តែក៏សប្បាយចិត្តនៅតែមកតន់កម្មវិធីគឺឃើញថាថ្ងៃនេះមានពុទ្ធបរិស័ទមកចូលរួមច្រើនមែនតើបន្ទាប់ពីសូត្រមន្តចម្រើនព្រះបរិត្តនិងវេប្រគេននៅតេយ្យទានប្រគេនដល់ព្រះសង្ឃរួចកម្មវិធីរាប់បាតក៏បានចាប់ផ្ដើមប៉ុន្តែមុននឹងចេញទៅរាប់បាតសុំ selfie បន្តិចសិនបាទឥឡូវនេះគឺកម្មវិធីសូត្រមន្តនៅខាងក្នុងព្រះវិហារបណ្ណគឺបានចប់សពគ្រប់ដល់ជោគជ័យឥឡូវនេះគឺព្រះសង្ឃនិមន្តចេញតាមព្រះវិហារតមកបិណ្ឌបាតអូខេអញ្ចឹងយើងរាប់បាតនៅតាមរយទាំងអស់គ្នាគ្រាន់តែចោះទៅដល់ខាងក្រោមព្រាមពុទ្ធបរិស័ទជាច្រើនកំពុងឈរតម្រៀបជួរគ្នាត្រៀបត្រារងចាំការនិមន្តមករបស់ព្រះសង្ឃទាំង21អង្គក៏បាននិមន្តចេញពីព្រះវិហារបណ្ណបន្ទាប់មកនិមន្តតាមដងផ្លូវនៅខាងមុខព្រះវិហារបណ្ណធ្វើការរាប់បាតឈររាប់បាតនៅក្រោមដើមឈើត្រជាក់ស្រួលពុកម៉ែបងប្អូនដោយសារតែខ្យល់បក់មករសៀកហើយកម្មវិធីរាប់បាតក៏ចប់សពគ្រប់រួចរាល់សូមជូនមុនទៅដល់ប្រិយមិត្តនិងអ្នកទស្សនាទាំងអស់គ្នាផងកម្មវិធីទី1នៅព្រះវិហារបណ្ណក៏សន្មតចប់រួចរាល់ឥឡូវនេះយើងផ្លាស់ប្ដូរទីតាំងទៅប្រាសាទសាសនៈរតនមហាកាលឥឡូវហ្នឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនចូលទៅមើលនៅក្នុងកម្មវិធីបុណ្យកតញ្ញូព្រះមនុស្សនាគទេពណានៅខាងក្នុងឥឡូវហ្នឹងខាងសិល្បករសិល្បករនេះកំពុងតែសម្ដែងថ្វាយបដាអាយរំភើបឥឡូវកំពុងអង្គុយចាំនៅក្រោមដើមឈើដោយសារតែអំបញ្ញមិញហ្នឹងគឺគេហាត់សមជាមួយនឹងការរាំអញ្ចឹងដូចកម្ដៅសិដុំអញ្ចឹងដល់តែពេលថ្ងៃទៅគេចាប់ដើមរាំថ្វាយដល់ដួងប្រលឹងបុព្វវីរបុរសបុព្វវីរនារីព្រះមនុស្សនាគទេពលោកមេតបគ្រប់សម័យកាលព្រះមហាក្សត្រគ្រប់សម័យកាលអាទិទេពគ្រប់ព្រះអង្គទេវតានិងអស់លោកអ្នកមានអធិបារមីខ្លាំងពូកែដែលខំក្រងថែរក្សាមនុស្សលោកងាកមកមើលអំពីទស្សនវិជ្ជានៅក្នុងកម្មវិធីបុណ្យនៃព្រឹកនេះវិញសិល្បករនីកំពុងតែរៀបចំតុបតែងខ្លួនយ៉ាងមមាញឹកដើម្បីសម្ដែងថ្វាយអាទិទេពនិងដួងប្រលឹងដូនតាឆ្លៀតឱកាសដែលសិល្បករកំពុងតែរៀបចំខ្លួនត្រីក៏នាំញាតិដើម្បីដើរទស្សនានៅជុំវិញនៃប្រាសាទសាសនៈរតនមហាកាលហើយត្រីនឹងញាតិបានចូលទៅអុជធូបគោរពបូជាព្រះម៉ែចក្រវាលនៅឯក្នុងប្រាសាទនិងធ្វើការគោរពដល់អាទិទេពនិងបារមីគ្រប់ព្រះអង្គទាំងអស់ព្រះម៉ែចក្រវាលគឺជាអាទិទេពដែលមានឫទ្ធិបារមីខ្លាំងពូកែមួយអង្គទ្រង់មានអំណាចឃុំក្រងថែរក្សាចក្រវាលទាំងមូលបាទសម្រាប់ខ្ញុំវិញខ្ញុំគោរពទាំងអស់ខ្ញុំគោរពទាំងសាសនាខ្ញុំគោរពទាំងដួងបលឹងនិងអាទិទេពព្រោះថាការគោរពគឺអត់បែងចែកជាតិសាសន៍ទេសំខាន់គឺការគោរពនោះធ្វើឲ្យមនុស្សបានសុខនិងដើរនៅផ្លូវត្រូវនឹងគឺអូខេហើយបត្រាបត្រីនៃលោកតារបាំថ្វាយទី1គឺរបាំក្ងោកពោធិ៍សាត់ដែលជារបាំប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្តពោធិ៍សាត់របាំនេះគេតែងតែសម្ដែងថ្វាយនៅពេលគេប្រារព្ធពិធីបួងសួងបន់ស្រន់ផ្សេងបាយយាយថានោកាយនិមន្តមកដែលយកកន្ទេលមកក្
បីយាយថាលោកកាយមានមុនណាស្រវាពុំទាន់សម្រេចរួចនាងហើយថាលោកកាយអ្នកមានមុនមុនឡើយទីបីមុនដឹងបីយាយថាលោកកាយអ្នកមានកម្មវិធីបងយកតនចោលពេលជួបគ្នានៅវីដេអូបន្ទាប់ភាគទី2